បាទវិសួរដល់ពុកម៉ែបងប្អូនបានថ្ងៃនេះខ្ញុំបានធ្វើការបង្ហាញជូនពុកម៉ែបងប្អូនពីចម្លាក់ថ្មកែវបាទធ្វើកសាងពីថ្មមួយដុំបងប្អូនបាទបល្ល័ង្កពេជ្រជាប់បល្ល័ង្កពេជ្រនេះគឺបល្ល័ង្កពេជ្របុរាណបងប្អូនក្បាច់ច្រើនពីក្រោមដល់លើគឺក្បាច់គ្រប់កលុកកលៀតអញ្ចឹងណាបងប្អូនបាទហើយតួអង្គយើងបានធ្វើរួចហើយបងប្អូនឥឡូវកំពុងតែធ្វើចាក់ក្បាច់បាទហើយក្បាច់នេះគឺពិបាកបន្តិចព្រោះដឹងថាអឺបំបែកច្រើនតង់បងប្អូនបាទហើយឥឡូវនេះយើងបានចិត្តហើយបងប្អូនបាន80%ហើយបងប្អូនបាទនៅតិចតួចទៀតនឹងហើយស្បែកខាងក្រោមហ្នឹងគឺយើងដាក់រីហ៊ូបងប្អូនបានឥឡូវក្បាច់បានចាក់ហើយនៅសល់មួយជ្រុងទៀតបាទហើយបន្តមកយើងនឹងធ្វើក្បាច់បង្ហើយនៅក្បាច់រីហ៊ូចុងក្រោយបាទបងប្អូនតិចទៀតហើយបងប្អូនបាទស្អែកមួយថ្ងៃទៀតគឺហើយបាទដោយសារបលាំងជាប់យើងពិបាកក្នុងការធ្វើបន្តិចព្រោះត្រូវការប្រើពេលវេលាបវលចុះវល់ឡើងបងប្អូនប្រយ័ត្នប្រយែងអញ្ចឹងណាបងប្អូនបាទ